សួស្តីអ្នកទាំងអស់គ្នានេះគឺយើងមកចេញរឿងមកខ្ញុំជំទាវតូចនៃភាគទី5អញ្ចឹងណាហើយនៅភាគមុនគឺថាតួស្រីតួប្រុសយើងបានដើរបុកគ្នាផាំងតែម្ដងហេតុមានដឹងស្គាល់គ្នាទេដល់ពេលដែលបានឃើញមុខគ្នាហើយអ្នកទាំងអស់គ្នាបានស្គាល់គ្នាចាហើយដល់វេនតាមកគឺផាំងទាំងពីរនាក់តែម្ដងហើយតួស្រីតួប្រុសយើងចាគឺនៅមើលមុខគ្នាឡើងមកសតុះចាឃើញនៅនឹកស្មានអត់ដល់ថាបានជួបគ្នាម្ដងទៀតចឹងណាដល់ពេលនៅមុខគ្នាទៅក៏ប្រឡែងគ្នាចឹងទៅហើយតួប្រុសយើងនិយាយថាបានហើយចឹងណាចាបន្ទាប់ហើយតួស្រីរបស់យើងក៏បាននិយាយទៅកាន់តួប្រុសថាសួស្ដីចឹងណាចាហើយតួប្រុសរបស់យើងនឹងក៏បាននិយាយថាហ៎សួស្ដីឲ្យចេះនិយាយពាក្យសួស្ដីមកកាន់តួប្រុសយើងចឹងណាតួប្រុសយើងឆ្ងល់ចឹងទៅចាចង់និយាយថាចេះសួស្ដីចេះអីមកតាំងពីកាលណាចេះសួស្ដីគាត់តាំងពីកាលណាគាត់ចង់ជួបមុខជួបអីចឹងទៅណាចាហើយទៅក៏តួប្រុសយើងនិយាយថាឲ្យចោះណាប្តីចាស់របស់នាងចង់និយាយថាប្តីចាស់របស់តួស្រីយើងចឹងណាក៏សួរទៅថាណាប្តីចាស់តាសក់លឿងការយើងនៅមើលភាគ1យោបងប្អូនអរគ្នាចឹងទៅហើយតួស្រីយើងក៏បានដើរចេញចឹងណាហើយក៏បាននិយាយថាប្តីចាស់របស់នាងប្រហែលជាទៅណាទៅណីបាត់ហើយទេដឹងប្រហែលជាលែងលះគ្នាចឹងណាបន្ទាប់ហើយគឺតួប្រុសយើងថាកុំឲ្យខ្ញុំជួបមុខទៀតមនុស្សស្រីអីជ្រឹកអន់ជ្រឹកអីចឹងណាចង់បានប្តីចាស់ចង់បានអីចឹងទៅតែយកប្តីចាស់របស់នាងនឹងទៅចឹងណាហើយតួប្រុសរបស់យើងក៏និយាយក្នុងចិត្តខ្លួនឯងទៅថាយើអញសង្ហាប៉ុណ្ណឹងដែរអាមិនក៏មិនស្រឡាញ់អញទៅស្រឡាញ់ស្អីអាតាកាចាស់ណាខ្ញុំនិយាយចឹងណាតួប្រុសយើងចង់និយាយចឹងដល់គ្នាក៏ដើរចេញទាំងពីរអ្នករៀងខ្លួនចឹងទៅចាឥឡូវអរគុណចាំទស្សនាភាគ6